ជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានព័ត៌មានដើម្បីចែកទៅជូនបងប្អូនស្ដាប់នៅព័ត៌មានរបស់ប្រទេសអូស្ត្រាលីដោយនៅក្នុងខែ July នេះដែលខែកក្កដានេះគឺខ្ញុំមានព័ត៌មានមួយឲ្យបងប្អូនស្ដាប់រាល់ខែ7នេះគឺប្រទេសអូស្ត្រាលីនឹងធ្វើការផ្លាស់ប្ដូរច្បាប់បន្តិចបន្តួចនឹងធ្វើការឡើងថ្លៃហើយសម្រាប់ឲ្យបងប្អូនប្រជាជនអូស្ត្រាលីវិញគឺខែនេះគឺជារដូវសម្រាប់យើងខ្លាំងតាក់ឲ្យយើងអាចយកលុយពីពន្ធបានយើងបង់ពន្ធប៉ុណ្ណាគឺយើងអាចខ្លែងមកវិញបានខ្លះអញ្ចឹងណាបងប្អូនហើយចំពោះព័ត៌មានមួយទៀតគឺគេហៅថាការរត់ឯកសារសម្រាប់ដាក់ពាក្យក្នុងការមករៀនការមកដើរលេងការគេហៅថាធានា sponsor ពីប្តីប្រពន្ធអីហ្នឹងគឺឡើងថ្លៃទាំងអស់តែម្ដងនៅក្នុងឆ្នាំ2026នេះនៅក្នុងខែកក្កដានេះអញ្ចឹងទៅបើសិនជាបងប្អូនគិតថាហើយដើម្បីកត់តម្លៃខុសគ្នាព្រោះអីដោយសារប្រទេសអូស្ត្រាលីរាល់ខែ7នេះគឺតម្លៃគឺផ្លាស់ប្ដូរខ្លាំងមែនទែនអញ្ចឹងអឺនេះគឺជាព័ត៌មានមួយសម្រាប់បងប្អូនយល់ដឹងផងដែរថាពេលដែលបងប្អូនចង់ដាក់មកលេងអីគឺដាក់ឲ្យមុនខែ7ឬក៏ចង់រត់ការអីគឺមុនខែ7កុំឲ្យគេហៅថាច្បាប់វាដូរអញ្ចឹងអាចវាមានបញ្ហាតិចតួចអញ្ចឹងនេះក៏ជាវីដេអូមួយឲ្យបងប្អូនយល់ដឹងផងដែរអញ្ចឹងសង្ឃឹមថាហើយខ្ញុំនឹងដាក់រូបនៅខាងឆ្វេងដៃខ្ញុំនេះឲ្យបងប្អូនមើលថាតើវាដូរតម្លៃបែបណារហូតដល់គេហៅថាការរត់ការរបស់គេហៅថា partner visa ហ្នឹងដល់$10,000អូស្ត្រាលីណោះអញ្ចឹងវាអាចច្រើនជាងហ្នឹងទៀតក្នុងឆ្នាំក្រោយអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ថាប្រទេសអូស្ត្រាលីគឺធ្វើការអាប់ដេតច្បាប់នៅក្នុងខែ7នេះអូខេជួបគ្នានៅវីដេអូក្រោយៗ